Xong rồi việc xuống sau cùng được học nên một căn video này đến mấy ngày nay dương chụp video tới đó được non cảm chi PowerPoint cho tôi mình gặp một cái chỉ chọn lại animation được không cảm chi PowerPoint được mấy thuộc cả present được của cả của chỉ slide nữa ở miền thiệt tiện tiềnกับทางtiết mấy bằng cao chỉ sự hoàn hết on slide của nhà học này trong video này khi mà một hai nhà học này trong YouTube từ căn video học này trong ngày này nhung nâng bằng hai đi ca thưa chỉ animation muối là mình lại chẳng hạn để tìmแบบนี้โอเคแล้วយើងបង្កើតជា slide មួយគេបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវធ្វើការ group shape មួយបែបនេះយើងយក shape មួយនេះអូខេយើងធ្វើ rectangle យើង group គេ rectangle បែបនេះហើយអ្នកទាំងអស់គ្នាទាញបែបនេះមកហើយយើងធ្វើបែបនេះអូខេតមកទៀតអ្នកទាំងអស់គ្នាចង់បានជាប្រមាណ set ឥឡូវឧទាហរណ៍ថាខ្ញុំត្រូវការ3 set អញ្ចឹងខ្ញុំសូមផាសវាមកសិនខ្ញុំមើលតើទំហំហ្នឹងវាយើងចង់បានប៉ុណ្ណាអញ្ចឹងណាឥឡូវខ្ញុំគិតថាខ្ញុំយក3នេះខ្ញុំលុបចោលសិនបន្តមកទៀតយើងត្រូវធ្វើកម្ពស់ឥឡូវនេះជាកម្ពស់ដែលយើងចង់បានអូខេបន្តមកទៀតអ្នកទាំងអស់គ្នាគូសរង្វង់មួយយើងធ្វើការដាក់វាបែបនេះមកយើងបែបនេះបានដែរអូខេតមកទៀតអ្នកនរគ្នាធ្វើការដក outline ចេញហើយបន្តមកទៀតយើងធ្វើការដូរពណ៌អូខេយើងដក flow outline ដូចគ្នាបន្តមកទៀតយើងដាក់ជា stroke អ្នកនរគ្នាចង់បាន stroke បែបម៉េចយើងដាក់បែបនេះមកឧទាហរណ៍ខ្ញុំយកបែបនេះហើយបន្តមកទៀតអ្នកនរគ្នាចាប់ផ្ដើមធ្វើការដាក់ text ចូលអញ្ចឹងយើងចូល text របស់អ្នកគ្នាមកនេះអញ្ចឹងយើងវាយ text ចូលបែបនេះមកបាទនេះគ្រាន់តែជា sample ទេខ្ញុំសរសេរជា sample ឲ្យអ្នកនរគ្នាមើលអញ្ចឹងយើងអាចដាក់សរសេរមកខ្ញុំសរសេរឲ្យផលអូខេអញ្ចឹងយើងអាចសរសេរជា sample មួយមកបន្តមកទៀតយើងធ្វើការដាក់ចូល object របស់យើងនៅកន្លែងនេះដោយសារវាធំពេកអញ្ចឹងខ្ញុំ zoom វាបន្តិចហើយនេះខ្ញុំអាចធ្វើការយកសូមបែបនេះក៏បានដែរអូខេអញ្ចឹងខ្ញុំយកប៉ុណ្ណេះទៅចុះបន្តមកទៀតយើង add icon អញ្ចឹងអ្នកទាំងអស់គ្នាត្រូវចូលទៅកាន់ insert ហើយយើងគេថា icon ហើយវានឹង load មកហើយនេះជា icon online អញ្ចឹងកុំព្យូទ័រយើងភ្ជាប់អ៊ីនធឺណិតបានអាចធ្វើការទាញបានអញ្ចឹងខ្ញុំយកទម្រង់បែបនេះមួយជា watch time មួយជាខ្ញុំយកមកដាក់មើលអូខេអញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះស្អាតហើយតទៅពីបានប៉ុណ្ណឹងមកយើងដាក់មកដុំសិនហើយយើងចាប់ផ្ដើមធ្វើការ click លើវាទាំងអស់ហើយយើងមើលចាប់ផ្ដើមមើលទីតាំងដែលយើងចង់បានបែបនេះអូខេបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការ select មកហើយយើង control អក្សរ C control V copy វាមកហើយយើងដាក់ចូលមកនេះអញ្ចឹងយើងដាក់ចូលមកបែបនេះអូខេបន្ទាប់ពីបានបែបនេះហើយយើងអាចធ្វើការ copy លើវាទាំងអស់ហើយយើង control អក្សរ G អូខេយើង control អក្សរ G មកបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការដាក់វាមកខាងក្រោមបែបនេះអញ្ចឹងយើងអូមកដល់ក្រោមនេះយើងអូការងារយើងមកក្រោមបែបនេះឲ្យវាលឹបបាត់បែបនេះចឹងអូខេហើយយើង preview មើលសិនអូខេវាចេញបែបនេះតមកទៀតយើងចាប់ផ្ដើមចូលទៅកាន់ animation ហើយយើងយក fly animation អូខេតពីបានបែបនេះហើយត
ต่อពីបានបែបនេះហើយអ្នកទាំងអស់គ្នាចូលមកកាន់កន្លែង animation ហើយបន្តមកទៀតយើង select លេខស្ញាប់ព្រួយនេះយើងយកពាក្យ line animation បែបនេះហើយបន្តមកទៀតយើងយកឲ្យវា up ទៅលើបើន័យថាឲ្យវាឡើងទៅលើអូខេបន្តមកទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើមទាញហ្នឹងមករហូតមកដល់កន្លែងនេះបែបនេះមកអូខេអញ្ចឹងខ្ញុំ preview មួយមើលអូនេះវែងពេកយើងទាញវាមកក្រោមបន្តិចអូខេអញ្ចឹងយើង preview មួយអូខេជាមួយខ្ញុំ click បែបនេះមួយនេះតមកទៀតយើងចាប់ផ្ដើមចុចនៅលើវាហើយយើងយកពាក្យឆាមហើយយើងយកពាក្យ effect នេះអ្នកទាំងអស់គ្នាដាក់ទាញនេះមកក្រោយទាំងអស់មកយើង review មើលសិនពីតពីបានប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាចុចកន្លែង animation នេះយកមកផាសចូលលេនេះហើយយើងយកមកផាសលើមួយនេះទៀតមកអូខេបន្តមកទៀតយើង preview មើលអញ្ចឹងអ្នកទាំងអស់គ្នាចុចមួយមកគឺចេញបែបនេះចុចមួយទៀតចេញបែបនេះចុចមួយទៀតគឺចេញបែបនេះអូខេអរគុណមានតែប៉ុណ្្នឹងទេហើយបើពេញចិត្តវីដេអូកុំភ្លេចជួយចុច like ជួយចុច subscribe ផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតបាយបាយជួបខ្ញុំនៅវីដេអូក្រោយបន្ថែមទៀតអរគុណ